សួស្តីបងប្អូនសូមអញ្ជើញមើលវីដេអូខ្ញុំ Nat Tetra នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញខ្ញុំរៀបចំប្រព័ន្ធ Oxygen Solar ថ្មីឲ្យអាងដើករបស់ខ្ញុំអូខេតោះយើងមើលទាំងអស់គ្នាបាទបងប្អូននេះខ្ញុំកំពុង unboxing វាហើយ unboxing របស់ចិនបាទនេះsolar oxygen របស់ចិនហើយបងប្អូនអាចមើលទៅបាទហើយខ្ញុំចង់និយាយថាចាន solar វាទូចមែនទែនបងប្អូនទូចពេលខ្ញុំឃើញប្រអប់មុនដំបូងខ្ញុំឡើងចប់ស្អីគេតូចម្លេះនេះដល់ពេលបើកបានឃើញនេះខ្ញុំវាស់ជាមួយដៃហើយដាក់កែវចិត្តវាឲ្យទាំងអស់គ្នាឃើញវាធំតូចប៉ុណ្ណាតែវាតូចនេះដល់អាងហើយនេះអាងដើក red eared slider កូនដើកបាទ red eared slider វាកំពុងពួនអញ្ចឹងមើលអត់ឃើញទេហើយខ្ញុំទុំរៀបចំរបស់នេះឲ្យវាមាន oxygen ឲ្យវាមានសម្រាប់សម្រស់ទឹកបាទហើយខ្ញុំដូរair stone វាដាក់ sponge filter វិញបងប្អូនវាមានប្រយោជន៍ជាងដាក់ទៅ air stone វាអត់មានអីជួយសម្រស់ទឹកអញ្ចឹងខ្ញុំដាក់នេះហើយបាទឃើញនេះខ្ញុំដក air stone វាដកថ្មវាហើយស៊ីយ៉ូពណ៌បៃតងហ្នឹងវាវែងពេកបាទវាវែងពេកវាផុតទឹកខ្ញុំដោះវាទៅស៊ីយ៉ូពណ៌បៃតងរបស់ sponge filter ហ្នឹងហើយឥឡូវបាទខ្ញុំបញ្ឆេះវាហើយបាទនេះហើយបើយើងអត់បញ្ឆេះវាសាកថ្មតែអានេះយើងមិនបាច់សាកថ្មទៅវាដើរ 100% តាម solar ដែរខ្ញុំគ្រាន់តែសាកថ្មសិនទៅតែខ្ញុំគ្រាន់តែចង់បញ្ជាក់បើយើងអត់សាកថ្មទៅវានៅកើត 100% ដែរបាទខ្ញុំសាកថ្មវាម៉ោងហើយតែខ្ញុំគ្រាន់បញ្ជាក់ម្ដងទៀតមិនបាច់សាកក៏បានតែវាប្រើទៅ solar ពលឺថ្ងៃ 100% ក៏បានដែរហើយឥឡូវនេះដោយសារខ្ញុំទៅរៀបចំអីវ៉ាន់នេះថ្មីខ្ញុំ cycle ទឹកនេះសិនបាទខ្ញុំ cycle វាសិនហើយខ្ញុំបានវាស់ទឹកនេះវាមានម៉ានលីត្រអីទេបងប្អូនខ្ញុំគ្រាន់តែឆ្មានវាប្រហែលខ្ទង់70 80លីត្រអីហើយទឹកក្នុងអាងនេះវាបានពេញទេដោយសារអណ្ដើកយើងត្រូវមានកន្លែងឲ្យវាមកហាលថ្ងៃអីអញ្ចឹងបងប្អូនឃើញហើយខ្ញុំដាក់ខ្ញុំដាក់ឈើអីឲ្យវាចេញទឹកមកហាលថ្ងៃពីព្រោះអណ្ដើក red ear slider វាត្រូវការអញ្ចឹងAPI quick start នេះខ្ញុំដាក់ទៅ2គីឡូពេលដោយសារ direction វា10សេសម្រាប់38លីត្រអញ្ចឹងខ្ញុំគ្រាន់តែឆ្មានខ្ទង់70 80លីត្រអីបាទហើយAPI quick start ហ្នឹងមេរោគល្អដែលយើងដាក់ឲ្យវាបង្ក្រាបammonia nitrate អីហ្នឹងដែលយើងហៅថាមេរោគអាក្រក់ដែលធ្វើពុលទឹកបាទហើយកណាត់ហ្នឹងគ្រាន់តែគ្របម៉ាស៊ីនដោយសារម៉ាស៊ីនហ្នឹងវាហាលថ្ងៃគ្រាន់តែគ្របការពារកុំឲ្យពុកចយអញ្ចឹងណាបងប្អូនអូខេវីដេអូខ្ញុំចប់ហើយសូម like សូម share សូម subscribe អរគុណធំបងប្អូន